ការចំពោះប្រជុំបីនៃប្រតិររគឺវាព្រះពុទ្ធរតនៈព្រះធម្មរតនៈនិងព្រះសង្ឃជារតនៈជារតនៈដល់ឧត្តមដល់ពុទ្ធពុទ្ធលើកលើកដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាដល់ក្រៃលែងនៅលើសូមនមស្ការចំពោះអង្គគ្រូព្រះសិរីធម្មញាអង្គគ្រូនៅនេះដោយសេចក្តីគោរពនៃណារអានៃវេលាកាពេលនេះផងដែរខ្ញុំកណ្ណាអាត្មានឹងមាននៅប្រធមដើម្បីលើកយកមកសម្ដែងប្រតិបត្តិចែកជូនព្រោះការស្ដាប់នៃប្រធមគឺរមែងនាំការបញ្ញាចំណេះហើយការបញ្ញាទៅបានលោកត្រាប្រយោជន៍នឹងតាំងចិត្តស្ដាប់ណាបានមួយគាថាក្តីពីរគាថាក្តីអានឹងអាស្រ័យលើការស្ដាប់ណារបស់ញាតិញោមប៉ុណ្ណាណាចឹងហើយបានជារសិលណាតែមានប្រសងឲ្យអវាណាទោះបីជាលោកចេះដឹងតិចរួចក្តីខំកន្ធឹកនឹងឲ្យអីយ៉ាងណាអានោះគឺជាស្រ័យហើយបន្តអាត្មាត្រូវលើកយកមកសម្ដែងនៅវេលាកាសពេលនេះនៅ